បច្ចេកវិទ្យាថ្មីផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុនឹងដំឡើងឧបករណ៍កាមេរ៉ាស្មីឡាស៊ែរដើម្បីការពារសុវត្ថិភាពអ្នកបើកបរនាពេលយប់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុបានរៀបចំដំឡើងឧបករណ៍កាមេរ៉ាស្មីឡាស៊ែរមានមុខងារជួយពង្ញាក់ស្មារតីដល់អ្នកបើកបរជួយការពារសុវត្ថិភាពក្នុងការធ្វើដំណើរកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីភាពនឿយហត់ក្នុងកំឡុងពេលបើកបរនាពេលយប់ឧបករណ៍នេះបញ្ចេញកាមេរ៉ាស្មីពណ៌បៃតងនាពេលរាត្រីក្នុងមុំប្រហែល45ដឺក្រេទៅខាងលើផ្ទុយទិសដៅចរាចរណ៍របស់យានយន្តនិងអាចបាញ់ពន្លឺក្នុងចម្ងាយប្រហែល4ទៅ5គីឡូម៉ែត្រការដំឡើងឧបករណ៍នេះមិនបង្កផលប៉ះពាល់ដល់អ្នកបើកបរឡើយមិនតែប៉ុណ្ណោះថែមទាំងអាចជួយបង្កើនសោភ័ណភាពតាមដងផ្លូវឲ្យកាន់តែល្អប្រសើរជាងមុនទៀតផងសូមជម្រាបថាក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុនឹងចាប់ផ្ដើមតែឧបករណ៍កាមេរ៉ាស្មីឡាស៊ែរនៅតាមបណ្ដាផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី19ខែមិថុនាតទៅ